Sembahyang គឺជាអាម៉ាល់ទី1នៅថ្ងៃគីយ៉ាម៉ាត់ដែលអល់ឡោះស៊ុបហានវតាអាឡានឹងជំរុំជម្រះមានន័យថានឹងពិនិត្យមើលទៅលើអាម៉ាល់ផ្សេងទាំងអស់នោះគឺអាម៉ាល់ទី1គឺអាម៉ាល់សម្បាយ៉ាងនេះឯងដោយដែលមាននៅក្នុងហាឌីសសូហីហ៍ដែលនប៊ីសល្លឡោះបានរំលឹកប្រាប់ថាអវលម៉ាយុហាសាប៊ូប៊ីហ៊ីអលអាប់ឌុយមអលគីយ៉ាម៉ាទីអស្សាឡា فإن صلحت صلح سائر عمله وإن فسدت فسد سائر عمله មានន័យថាអ្វីដែលគេយកមកវិនិច្ឆ័យដំបូងទៅលើខ្ញុំរបស់អល់ឡោះគ្រប់រូបនោះនៅថ្ងៃគីយ៉ាម៉ាត់គឺរឿងសម្បាយ៉ាងនេះប្រសិនបើសម្បាយ៉ាងត្រឹមត្រូវមានន័យថាធ្វើស្របច្បាប់ស្របតាមអ្វីដែលអល់ឡោះបានណែនាំស្របតាមការរំលឹកពន្យល់របស់រ៉ាស៊ូលសាឡាមត្រូវបានគឺទទួលយកអញ្ចឹងអាម៉ាល់ផ្សេងទាំងអស់ក៏គេយកមកពិនិត្យមើលទៅតាមកម្រិតនៃការធ្វើល្អឬក៏ធ្វើខុសឆ្គងនោះឯងតែប្រសិនបើសម្បាយ៉ាងមិនត្រូវបានគេទទួលយកមានន័យថាធ្វើមិនស្របទៅតាមអ្វីដែលរ៉ាស៊ូលសាឡាមរ៉ាស៊ូលរបស់អល់ឡោះនាំមកទីនោះគឺអាម៉ាល់ផ្សេងក៏មិនត្រូវបានគេយកមកពិនិត្យដើម្បីវិនិច្ឆ័យផងដែរអញ្ចឹងវាមានសារៈសំខាន់ណាស់ដែលទាក់ទងនឹងបញ្ហារឿងសម្បាយ៉ាងនេះ